ការពិតទៅខ្ញុំត្រូវអបអរសាទរចំពោះ page របស់ខ្ញុំទទួលបាន 20k follower តែខ្ញុំត្រូវខូចចិត្តទៅវិញព្រោះដោយសារតែមួយរយៈនេះខ្ញុំអត់បានចេញវីដេអូអ្នកគ្នាដោយសារតែខ្ញុំរវល់ទៅមើលបងប្រុសរបស់ខ្ញុំគាត់ឈឺត្រូវការផ្លាស់ប្ដូរឈាមភ្លាមៗអ្នកនរគ្នាហើយចាប់ពីពេលនេះតទៅខ្ញុំក៏ព្យាយាមធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាទស្សនាដូចរាល់ដងទោះបីខ្ញុំរវល់ខ្លាំងប៉ុណ្ណាក៏ដោយក៏ខ្ញុំឲ្យពូសានរបស់បន្តិចជួយធ្វើខ្ញុំដែរអ្នកទាំងអស់គ្នាប្រហែលជាបានឃើញវីដេអូមុនខ្ញុំបានយកគាត់ទៅមើលនៅខាងគ្រូខ្មែរទេវតាហើយបន្ទាប់មកខ្ញុំមើលគាត់បាន 2-3 ថ្ងៃហើយស្ដាប់តែអ្នកគ្នានៅពេលយប់កណ្ដាលត្រៀតម៉ោង 11 យប់អ្នកគ្នាគាត់ទេមកប្រាប់ខ្ញុំថាអូនអើយមកយកបងដោយសារតែគាត់នឹងខ្ញុំនិយាយអសុរោះតិចទៅគ្នាយើងដោយសារតែគ្នាយើងបើកំពុងតែហូបបាយអីសូមមេត្តាកុំមើលវីដេអូនេះអីគឺគាត់ក្អួតឈាមមកច្រើនខ្លាំងមែនទែនអ្នកគ្នាអញ្ចឹងហើយធ្វើឲ្យគាត់ខ្វះឈាមច្រើនខ្លាំងមែនទែនប្រហែលជាម៉ោង 11 យប់អ្នកទាំងអស់គ្នាគាត់បានទេមកផ្ទះថាមកយកគាត់ផងដោយសារតែគាត់ជិះម៉ូតូអត់កើតទេវិលមកខ្លាំងណាស់ហើយគាត់ចង់ទៅផ្ទះអ្នកគ្នាគាត់ចង់ទៅពេទ្យដល់ពេលអ្នកគ្នាខ្ញុំជិះចេញទៅយកគាត់នៅម៉ោងម៉ាន10យប់អ្នកគ្នាហើយខ្ញុំទៅដល់ប្រហែលជាម៉ោង 1ដោយសារតែខ្ញុំជិះម៉ូតូអត់ទៅលឿនប្រហែលទេពីខាងស្រុកស្ទងទៅខាងខេត្តកំពង់ធំទៅខាងកំពង់ថ្មអ្នកគ្នាដប់គាត់បានពាក់កណ្ដាលផ្លូវប្រហែលជាស្រុកតាំងកសាំងអ្នកគ្នាក៏គាត់ប្រាប់ខ្ញុំថាខ្ញុំគាត់ទៅលេងរួចហើយគាត់វិលមកខ្លាំងណាស់ខ្ញុំក៏យកគាត់ដាក់ឲ្យសម្រាននៅកញ្ចុះគេបន្តិចអ្នកគ្នាបន្ទាប់មកទៀតខ្ញុំដប់គាត់មកខាងមុខទៀតអ្នកគ្នាដើម្បីរកពេទ្យអ្នកគ្នាឲ្យវេទនាខ្លាំងមែនទែនហើយខ្ញុំចេញមកនិយាយនេះមិនឲ្យអ្នកគ្នាអាណិតទេដោយសារតែខ្ញុំរវល់ទៅមើលគាត់អ្នកគ្នាហើយខ្ញុំយកទៅដាក់គាត់នៅពេទ្យតាំងកសាំងអ្នកគ្នាគឺចំណាយពេលប្រហែលជា 2-3 ម៉ោងទេដល់ពេលភ្លឺគេក៏បញ្ជូនគាត់បន្តទៅខាងខេត្តសៀមរាបអ្នកគ្នាដោយសារតែគេជួយបានតែត្រឹមនឹងទេអ្នកគ្នាហើយខ្ញុំពិតជាអាណិតបងខ្ញុំខ្លាំងមែនតើពេលដែលខ្ញុំទៅដល់ខេត្តសៀមរាបអ្នកគ្នាគាត់ត្រូវការឈាមចំនួន4កំប្លុកអ្នកគ្នាហើយដល់ពេលហ្នឹងយើងអត់មានឈាមទេហើយបងប្អូនក៏នៅឆ្ងាយពីគ្នាអញ្ចឹងហើយក៏សម្រេចចិត្តថាយកឈាមរបស់ពេទ្យសិនអ្នកគ្នាពេទ្យគាត់ផ្ដល់ឲ្យ4កំប្លុកប៉ុន្តែដល់ពេលស្អែកឡើងគឺពួកខ្ញុំទៅផ្ដល់ឈាមឲ្យគាត់អ្នកគ្នាទៅដល់ឈាមឲ្យគាត់ចំនួន4កំប្លុកដើម្បីសងពេទ្យវិញអ្នកគ្នាមកដល់ពេលនេះម៉ោងនេះគឺយើងបានតែ3កំប្លុកទេអ្នកគ្នានៅមួយទៀតហើយខ្ញុំកំពុងតែរកបងប្អូនរបស់ខ្ញុំឲ្យគាត់ជួយថែមមកកំប្លុកទេអ្នកគ្នាដើម្បីសងថ្លៃសម្រាប់ថ្លៃពេទ្យអ្នកគ្នាថ្លៃតម្លៃពេទ្យគឺខ្ញុំអត់ទាន់ដឹងថាអស់ប្រមាណទេគឺថាខាងគ្រួសារខ្ញុំនិងខ្ញុំគឺថាអស់ពីខ្លួននៅលេងឲ្យអ្នកគ្នាដើម្បីជាបាគាត់អ្នកគ្នាហើយខ្ញុំមិនដឹងថាទៅរកនៅណាបានភ្លាមទេអ្នកគ្នាអើយអញ្ចឹងមានតែសំអ្នកទាំងអស់គ្នាអត់ច្រើនទេម្នាក់មួយសែនតាមចិត្តអ្នកគ្នាដែលចង់ឲ្យខ្ញុំអ្នកគ្នាដោយសារតែខ្ញុំអត់លទ្ធភាពរោហើយជូនគាត់ដែរអ្នកគ្នាអញ្ចឹងជួអបខ្ញុំដាក់នៅខាងក្រោម comment គ្នាយើងនឹងឲ្យអ្នកគ្នាវីដេអូយើងក៏មានប៉ុណ្្នឹងដែរហើយខ្ញុំអរគុណអ្នកគ្នាទុកជាមុនហើយមួយទៀតបើសិនជាគ្នាយើងត្រូវការ top up admin ដែលលឿនរហ័សទាន់ចិត្តនិងសុវត្ថិភាពណាគ្នាយើងអាចដាក់បានជាមួយនឹង website Jalisa top up ដោយសារតែ website របស់គាត់អ្នកគ្នាដាក់លឿនរហ័សទាន់ចិត្តនិងសុវត្ថិភាព 100%រៀង website របស់គាត់មក slow ដាក់នៅខាងក្រោម comment បាយបាយអ្នកគ្នា